អ្នកដែលលៀនឌីសគៀបតសៃដែលគាត់បានធ្វើការវះកាត់រួចហើយថាតើមានភាគរយនឹងលបឡើងវិញដែរឬទេបាទសួស្តីអ្នកនរគ្នាអញ្ចឹងបងប្អូនតែងតែច្រឡំថាគាត់វះកាត់បញ្ហាលៀនឌីសគៀបតសៃហ្នឹងយកឌីសចេញហើយអញ្ចឹងគាត់លែងមានបញ្ហាលៀនឌីសទៀតហើយមិនមែនអញ្ចឹងទេណាការវះកាត់ដោយបើកក៏ដោយចោះក៏ដោយគឺវះកាត់ដើម្បីយកបំផ្នែកមួយនៃឌីសដែលវាលៀនចេញមកហើយគៀបសរសៃហ្នឹងបធូរវាឲ្យស្រួលល្អទៅវាចេញប៉ុន្តែមិនមែនយកឌីសទាំងអស់ទេណាអញ្ចឹងភាគរយនៃលបឡើងវិញគឺក៏មានដែរមាន4ចំណុចដែលអ្នកដែលមានបញ្ហាលៀនឌីសគាត់វះកាត់រួចហើយនឹងលបឡើងវិញនឹងលៀនម្សាទៀតបើសិនបើគាត់ធ្វើ4ចំណុចហ្នឹងចំណុចទី1គឺជក់បារីអ្នកជំងឺដែលគាត់មានបញ្ហាលៀនឌីសគាត់វះកាត់រួចហើយគាត់នឹងលបឡើងវិញបើសិនបើគាត់នៅតែបន្តជក់បារីចំណុចទី2គឺកត្តាការងារឬក៏របៀបរបបរស់នៅរបស់គាត់ប្រចាំថ្ងៃដូច្នេះអ្នកដែលគាត់វះកាត់រួចហើយគាត់ត្រូវសម្របខ្លួនជាមួយនឹងការងារណាដែលស្រាលឬក៏របៀបរបបរស់នៅដែលគាត់ហាមអង្គុយយូរហាមឈរយូរហាមលើកធ្ងន់អញ្ចឹងគាត់មិនងាយនឹងឲ្យលបឡើងវិញទេចំណុចទី3គឺតាក់ទងទៅនឹងគីឡូអញ្ចឹងបើសិនបើក្រោយពេលវះកាត់គីឡូគាត់កាន់តែកើនធាត់ទៅភាគរយនៃការលៀនមកវិញគឺច្រើនមែនតើជាងអ្នកជំងឺដែរគាត់ស្គាល់ណាចំណុចទី4គឺអ្នកដែលគាត់ហូបស្រាច្រើនអញ្ចឹងការហូបស្រាក៏ជាកត្តាប្រឈមមួយដែលធ្វើឲ្យគាត់មានបញ្ហាលបឡើងវិញមួយសារទៀតដែរណាដូច្នេះក្រោយពេលវះកាត់អ្នកដែលមានបញ្ហាលៀនឌីសហ្នឹងណាកុំឲ្យលបឡើងវិញគឺឈប់ផឹកស្រាឈប់ជក់បារីគ្រប់គ្រងគីឡូឲ្យបានត្រឹមត្រូវកុំឲ្យបដ ாய் ធាត់ពេកនិងធ្វើការងារណាដែលស្រាលកុំលើកធ្ងន់ពេកសម្របជាមួយការងារប្រចាំថ្ងៃហាមអង្គុយយូរហាមឈរយូរហាមលើកធ្ងន់